ខាត់ខ្លួនថ្នាក់ដឹកនាំនិងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល SPU ហា7នាក់ដើម្បីចូលសិក្សានិងរត់ការនាំធ្វើការនៅក្រៅប្រទេសភ្នំពេញនគរបាលខណ្ឌឫស្សីកែវខាត់ខ្លួនថ្នាក់ដឹកនាំនិងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល SPU ហា7នាក់បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះជាង30នាក់ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញក្រោយពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលម្នាក់$600ដើម្បីចូលសិក្សានិងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េរយៈពេល7ខែហើយមិនបានខាត់ខ្លួនជនឆបបោករូបនេះបានធ្វើឡើងកាលពីម៉ោង11យប់នៅថ្ងៃទី25ខែមេសាឆ្នាំ2025បន្ទាប់ពីពលរដ្ឋរងគ្រោះផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញនៅមុខស្ថានភាពមជ្ឈមណ្ឌលបណ្ដុះបណ្ដាល SPU ហាដែលស្ថិតនៅផ្ទះលេខ 75EO ផ្លូវលេខ105ភូមិបាតុកសង្កាត់ទូសង្កាត់ទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញបន្ទាប់ពីតវ៉ាហើយចរចារហូតដល់យប់ជ្រៅមិនត្រូវគ្នាលោកចិនប៊ុនធឿនអភិបាលខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងចូលទៅសម្រុះសម្រួលនិងឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល SPU ហាតែម្ដងលោកវិរៈស្នេហ៍ឯកហៀមថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល SPU ហាចំនួន7នាក់ត្រូវបានតុលាការបញ្ជាឲ្យឃាត់ខ្លួននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់